រឿងច្រើនដែលត្រូវនិយាយគ្នាដើម្បីកែប្រែជីវិតរបស់យើងអញ្ចឹងយើងផ្ដើមពីខ្លួនយើងកែប្រែខ្លួនយើងទៅលោកអ្នកប្រាជ្ញលោកពោលថាកំណើតកើតជាមនុស្សមើលឲ្យធ្លុះទោះឆ្ងាយចិត្តចេះស្ទាត់ប្រកបពិតគិតការអ្វីបានគ្រប់យ៉ាងមនុស្សល្ងងមិនផ្អើលភ្ញាក់ដូចភ្នែកខ្វាក់ទាំងសងខាងមានរូបគ្មានអ្វីអាងសាងទៀបថោកកើតមកខ្លៅពូជមនុស្សតោះខ្ពស់ទៀបកាត់តាមភាពត្រកូលផៅអាក្រក់ល្អសខ្មៅកាត់កូនចៅដល់ដូនតាយើងទៀតឥឡូវជំនាន់យើងប៉ុណ្ណឹងបើយើងអត់កែប្រែទេតដល់កូនដល់ចៅយើងជំនាន់ក្រោយទៀតណាចឹងយើងធ្វើម៉េចខំប្រឹងព្យាយាមលះបង់អាត្មាអ្នកមកនិយាយនេះមិនមែនមានន័យថាអាត្មាមកល្អគ្រប់10ទេត្បិតតែបួសតាំងពីអាយុ13ឆ្នាំរហូតពេលនេះ35តែមិនមែនមានន័យថាល្អគ្រប់10ទេដោយអាត្មាធ្លាប់បញ្ជាក់ថាគ្មានអ្នកណាល្អគ្រប់រឿងទេសុទ្ធតែមានកំហុសដូចគ្នាទាំងអស់គ្រាន់តែសន្តាននៃកំហុសនឹងវាខុសៗគ្នាប៉ុណ្ណោះបងខុសរឿងផ្សេងអាត្មាខុសរឿងផ្សេងអ្នកដតីទៀតខុសរឿងផ្សេងខុសពីគ្នាទម្ងន់ទោសស្រាលតិចច្រើនទៀងគ្នាទៅតាមការប្រព្រឹត្តរបស់យើងម្នាក់តែបើថាឲ្យគ្មានអ្នកខុសធ្លាប់ខុសតែម្ដងអត់មានទេដោយគាត់និយាយមិនអញ្ចឹងញោមប្រធានមណ្ឌលនិយាយថាម៉េច50ក៏មាន60ក៏មានដល់60ហើយនៅមានខុសទៀតបាទដែលយើងស្ថិតនៅក្នុងមជ្ឈមអ្វីដែលជាវ័យមួយយើងអាចបង្កបង្កើនសង្គមគ្រួសារណារបស់យើងឲ្យរីកចម្រើនពីព្រោះជាតិមួយអាចរីកចម្រើនទៅបានគឺផ្ដើមពីខ្លួនយើងម្នាក់ហ្នឹងទៅកាលណាយើងបានពង្រឹងខ្លួនយើងអប់រំខ្លួនយើងបានល្អហើយយើងអាចបង្កើតគ្រួសារមួយឲ្យរីកចម្រើនឲ្យល្អគ្រួសារមួយរីកចម្រើនល្អហើយទៅភូមិមួយនឹងវារីកចម្រើនភូមិមួយនឹងវារីកចម្រើនទៅឃុំនឹងវារីកចម្រើនអាឃុំមួយនឹងវារីកចម្រើនទៅស្រុកមួយនឹងវារីកចម្រើនអាស្រុកមួយនឹងវារីកចម្រើនទៅខេត្តទាំងមូលវារីកចម្រើនខេត្តមួយនឹងវារីកចម្រើនទៅប្រទេសយើងវារីកចម្រើនប៉ុន្តែជាឫសគល់ដំបូងបំផុតគឺផ្ដើមចេញពីខ្លួនយើងគ្រប់គ្នាទាំងបងប្រុសបងស្រីទាំងអាត្មាគ្រប់ព្រះអង្គណាយើងផ្ដើមចេញពីខ្លួនយើងម្នាក់ហើយសំណោះណាយើងអត់បានគិតដល់ម្ដាយឪពុកដែលលោកបង្កើតយើងមកហូរឈាមទាំងធ្លុកម្ដាយឪពុកលោកសង្ឃឹមថានៅពេលដែលយើងបង្កើតកូនមកណាអាត្មាមិនធ្លាប់មានកូនទេតែអាត្មាដឹងទឹកចិត្តរបស់គាត់បើអ្នកខ្លះមានកូន2 3នាក់មិនអីទេចាប់ពី2នាក់ឡើងមិនសូវអីទេសេចក្តីទុកមិនសូវកើតមានខ្លាំងទេតែបើម្ដាយឪពុកដែលមានកូនត្រឹមតែម្នាក់កូនតែម្នាក់ប៉ុន្តែម្នាក់មិនដឹងថាអ្នកណានៅក្នុងចំណោមនេះឬអត់ដែលមានម្ដាយឪពុកមានតែយើងមួយណាដែលជីវិតរបស់គាត់នឹងគឺផ្ញើលើកូនម្នាក់នឹងទាំងអស់សង្ឃឹមលើកូនបើកូន2 3នាក់បែបមិនសូវកើតទុកខ្លាំងទេតែអ្នកខ្លះកូនមានតែមួយសង្ឃឹមលើកូននឹងជាជីវិតរបស់គាត់តែយើងបានបំផ្លាញសេចក្តីសង្ឃឹមរបស់លោកអស់យើងមកកើតជាមួយគាត់រស់នៅជាមួយគាត់យើងអត់បានសងសេចក្តីល្អទៅកាន់គាត់ហើយនៅយើងរំលឹកសារដើមមុនយើងមកដល់នេះតើយើងបានសាងអីជាមួយគាត់ខ្លះយើងបានធ្វើល្អជាមួយគាត់បានប្រមាណហើយយើងសាងកម្មមិនល្អជាមួយគាត់ប្រមាណភាគច្រើនយើងចូលមកដល់ទីនេះមិនដឹងថាតើយើងមុននឹងមកដល់កន្លែងនេះយើងបានសាងកម្មអីខ្លះជាមួយគាត់ទេអ្នកខ្លះអាចប្រើពាក្យសម្ដីមិនសមរម្យជេរបចោតនាងថ្មេះគាត់អ្នកខ្លះដៃដែលគាត់បង្កើតមកសង្ឃឹមតែពេលដែលកូនធំឡើងពេញកម្លាំងដូចនេះយកដៃយកស្មានឹងទៅលីសែងរែកពុនមើលថែរក្សាចិញ្ចឹមគាត់នៅពេលដែលគាត់ចាស់ជរាមាត់ដែលគាត់បង្កើតមកទុកសម្រាប់បង្ហាត់បង្រៀនយើងឲ្យនិយាយភាសាល្អណាភ្នែកដែលគាត់បង្កើតមកទុកសម្រាប់មើលការខុសត្រូវកិច្ចការធ្ងន់ក្រាលក្តៅជាឈឺជាក្តៅរងាពេលដែលគាត់ចាស់ទៅតែអ្វីដែលលោកសង្ឃឹមត្រូវយើងបំផ្លាញចោលអស់មាត់ដែលគាត់បង្កើតមកសម្រាប់បង្ហាត់បង្រៀនយើងឲ្យទទួលពាក្យល្អយើងនិយាយពាក្យមិនល្អជេរបចោតដេកថ្មះទៅគាត់ដៃជើងដែលគាត់បង្កើតមកទុកសម្រាប់ធ្វើការរកស៊ីលីសាច់រែកពុនសំលុយប្រាក់កាកាយើងយកទៅតត់ធាក់វាដំគាត់ទៅវិញណាភ្នែកដែលគាត់បង្កើតមកយើងយកទៅសម្លឹងទៅសម្លក់ដាក់គាត់វិញណានេះម្ដាយឪពុកចុះបើយើងមុននឹងចូលមកទីនេះយើងមានភរិយាហើយយើងមានកូនហើយប្រពន្ធដែលយកយើងមកសង្ឃឹមលើយើងជាប្តីផ្ញើជីវិតលើយើងជាប្តីកូនដែលកើតមកសង្ឃឹមលើយើងជាឪពុកជាបង្គោលគ្រួសារអាត្មាមិនតាន់ដល់និយាយរឿងធំដល់រឿងជាតិទេយើងនិយាយត្រឹមតែខ្លួនយើងនិងសង្គមគ្រួសារយើងតែមួយតូចចុះប្រពន្ធយកយើងមកសង្ឃឹមលើយើងម្ដាយឪពុកបង្កើតយើងមកសង្ឃឹមលើយើងជាតិទាំងមូលសង្ឃឹមលើយើងគ្រប់គ្នាហើយបើយើងធ្លាក់ដល់កម្រិតនេះតែអត់តាន់ហួសពេលទេណាអត់តាន់ហួសពេលទេព្រោះអាយុរបស់យើងមិនមែនត្រឹមប៉ុណ្ណឹងទេបងប្អូនមុខអាត្មាគ្រប់គ្នាពេលយើងចេញទៅវិញពេលវេលាយើងនៅសាងសង្គមគ្រួសារនិងសង្គមជាតិវែងណាស់មានន័យអ្នកខ្លះវ័យណាក៏ខុសដែរណាក្មេងក៏ខុសវ័យកដាលក៏ខុសវ័យចាស់ក៏ខុស
បឋមអ្វីមជ្ឈិមអ្វីបច្ឆិមអ្វីវ័យទាំង3នេះខុសដូចគ្នាទាំងអស់ចឹងបានអាត្មាបញ្ជាក់ថាលើលោកនេះគ្មានអ្នកណាម្នាក់ដែលកើតមកគ្មានកំហុសទេហើយកំហុសទាំងនោះមិនគួរឲ្យស្អប់ខ្ពើមទេនៅពេលដែលយើងដឹងថាយើងខុសហើយយើងបានអីបានអីបានកែខ្លួនឡើងវិញបានកែប្រែកំហុសនឹងឡើងវិញតែអ្វីដែលគេស្អប់ខ្ពើមគឺនៅពេលដែលយើងបានប្រព្រឹត្តខុសហើយយើងយ៉ាងម៉េចណាយើងធ្វើខុសបន្តទៅទៀតដោយមិនមានការកែប្រែបាទអញ្ចឹងយើងកុំតូចចិត្តថាយើងខុសណាគេស្អប់ខ្ពើមយើងទៅវិញខ្លាចគេនិយាយដើមដៀលថ្មាស់ពូជអំបោណាខ្មាស់គេខ្មាស់ឯងមិនចូលក្នុងចំណោមគេកើតកុំមានអារម្មណ៍បែបហ្នឹងអាត្មាលើកឧទាហរណ៍ណាទឹកសុទ្ធមួយដបនេះសបកខាងក្រៅយើងដាក់ថាទឹកសុទ្ធឬក៏ឧទាហរណ៍ថាដបទឹកសុទ្ធនេះវាជាទឹកត្រីណាទឹកត្រីមួយដបហើយអសយើងដាក់ថាទឹកត្រីតែខាងក្រៅនេះយើងចង់ដូរវាកុំដាក់ថាទឹកត្រីខាងក្នុងគឺនៅទឹកត្រីដដែលយើងដូរមកដាក់ថាទឹកខ្មុំផ្អែមឆ្ងាញ់ពិសេសណាដល់ពេលក្នុងដបហ្នឹងវាទឹកត្រីហើយយើងចាក់មកចាក់ទឹកត្រីនៅក្នុងដបហ្នឹងអសយើងឆ្លាក់យ៉ាងម៉េចក៏ដោយដាក់ទឹកខ្មុំក៏ដោយដាក់ស្ករសក៏ដោយស្ករត្នោតក៏ដោយស្ករអំពៅក៏ដោយប៉ុន្តែចាក់មកតើវាផ្អែមដូចអសដាក់ខាងក្រៅទេអត់ទេណាឆ្លើយអញ្ចឹងល្អណាស់អញ្ចឹងมันសំខាន់ខាងក្រៅនេះទេអ្វីដែលសំខាន់ផ្អែមឬប្រៃវានៅអីនៅខាងក្នុងនេះមែនទេណាវានៅខាងក្នុងប៉ុន្តែនៅខាងក្នុងអ្វីដែលអាត្មាចង់បញ្ជាក់មានន័យថាយើងនៅខាងក្រៅនេះយើងធ្លាប់ខុសគេធ្លាប់ដឹងថាបុគ្គលកខុសបុគ្គលខខុសកូនអ្នកនេះអាក្រក់កូនអ្នកនោះអាក្រក់ណាតែគេថានឹងដូចជាអសរនៅខាងក្រៅដបនេះទេអ្វីដែលសំខាន់បំផុតគឺនៅក្នុងខ្លួនយើងនេះណាយើងបានកែប្រែខ្លួនរបស់យើងពីអោនភាពពីភាពអន់ថយនេះពីមោហៈអវិជ្ជាដែលកំពុងតែងងឹតឆឹងជីវិតរបស់យើងពេលនេះប្រៀបឧបមាដូចជាទឹកត្រីចឹងបើដឹងថាខ្លួនយើងឥឡូវនេះកំពុងតែសោយលោកជំទាវប្រធានដឹកនាំយើងមកកន្លែងនេះម្ដាយឪពុករបស់យើងបញ្ជូនយើងមកកន្លែងនេះទិសដៅសំខាន់គឺដើម្បីឲ្យយើងចាក់ទឹកត្រីចេញពីក្នុងដបលាងដបនឹងឲ្យស្អាតហាត់មើលកុំឲ្យធំក្លិនដាក់ទឹកខ្មុំចូលម្ដងចង់អសរនៅខាងក្រៅទឹកត្រីក៏ចាក់មកវាផ្អែមដែរមែនទេយ៉ាងណាមិញខ្លួនរបស់យើងចឹងដែរណាកែប្រែខ្លួនរបស់យើងចាប់ប្រើពីពេលនេះទៅលះបង់អ្វីគ្រប់សពបែបយ៉ាងដែលយើងធ្លាប់ប្រព្រឹត្តខុសពីមុនមកអបាយមុខណាស្រីស្រាលបែងពីលាវ៉ាសែហើយថ្មយើងបង្វែរមកវិញថាអ្វីដែលសំខាន់វាមិនមែននៅខាងក្រៅនេះទេពេលដែលយើងត្រឡប់ទៅវិញកុំគិតពាក្យអ្នកណានិយាយអីនិយាយចុះអ្វីដែលសំខាន់នៅលើអ្នកណានៅលើខ្លួនយើងខាងក្នុងយើងនេះតើយើងកែប្រែបានហើយឬនៅយើងលះបង់អ្វីដែលយើងធ្លាប់ខុសឆ្គងហើយឬនៅបងបានហើយឬនៅបងអញ្ចឹងខំប្រឹងណាព្យាយាមហាត់ពុតលុតដំអប់រំខ្លួនរបស់យើងឲ្យទៅជាកូនដ៏ល្អឲ្យទៅជាឪពុកគេដ៏ល្អឲ្យទៅជាប្តីគេដ៏ល្អឲ្យទៅជាពលរដ្ឋដ៏ល្អឲ្យទៅជាមិត្តដ៏ល្អនៅក្នុងសង្គមស្រុកភូមិខេត្តខណ្ឌរបស់យើងព្យាយាមកែប្រែពីខ្លួនយើងទៅបើយើងមិនអាណិតម្ដាយបងប្អូនណាយើងគួរអាណិតខ្លួនយើងមិនអាណិតម្ដាយអាណិតឪពុកអាណិតកូនអាណិតប្រពន្ធទេយើងអាណិតខ្លួនយើងផ្ដើមដំបូងយើងចេះអាណិតចេះស្រឡាញ់ខ្លួនយើងខាងដើមសិនបើខ្លួនយើងមិនចេះស្រឡាញ់ផងណាតើកូនយើងប្រពន្ធយើងម្ដាយឪពុកយើងបងប្អូនយើងសង្ឃឹមអីហើយម្ដាយឪពុកមិនសង្ឃឹមហើយជាតិទាំងមូលនោះសង្ឃឹមអីទៀតណាមិនអាចទេហើយមើលយើងកម្លាំងពេញវ័យប៉ុណ្ណេះល្មមយើងអាចជួយកសាងជាតិរបស់យើងបានកសាងគង្គគ្រួសារមួយយ៉ាងល្អប្រណិតពីព្រោះជាតិរីកចម្រើនគឺអាស្រ័យលើធនធានមនុស្សហើយធនធានមនុស្សមិនមែនសម្បូរតែមនុស្សទេអាត្មាធ្លាប់បញ្ជាក់ដូចតែហ៊ានធ្វើសឹកសង្គ្រាមអញ្ចឹងមិនមែនប្រកែសំខាន់ជាហ៊ានច្រើនទេតែហ៊ានតិចក៏ដោយឲ្យតែតាហ៊ាននោះចេះយុទ្ធសាស្ត្រមែនទេណាมันសំខាន់លើតាហ៊ានច្រើនយ៉ាងណាមិញប្រទេសយើងដៃប៉ុណ្ណឹងណាប្រជាជនយើងមានប៉ុណ្ណឹងមិនតិចទេសំខាន់ពួកយើងទាំងអស់គ្នាមានចំណេះដឹងនៅក្នុងខ្លួនដំបូងបំផុតអាចញ៉ាំងខ្លួនយើងឲ្យរីកចម្រើនជាមុនសិនបើសិនជាយើងមានមនសិការស្រឡាញ់ជាតិស្រឡាញ់សាសនាស្រឡាញ់ប្រពៃណីអក្សរសាស្ត្រភាសាអរិយធម៌វប្បធម៌របស់យើងហើយសំខាន់ណាស់បងប្អូនហើយណាយើងគួរលះបង់អត់តម្លៃទេបងអូនមើលបងមើលដែលយើងមកទីនេះតើយើងនៅសល់តម្លៃអីខ្លះមិនមែនអាប់អោនគេឈ្មោះកិត្តិយសតែខ្លួនយើងទេសង្គមគ្រួសារទាំងមូលជាពិសេសគឺម្ដាយឪពុករបស់យើងទៅណាក៏គេនិយាយថាណែកូនអ្នកនឹងចេះមួយចុះពីរលួចឆក់ប្លន់កັບកេងប្រវាញ់ប៉ិនយើងអ្នកមកនេះវាមិនមែនសុទ្ធតែអ្នកប្រព្រឹត្តណាបត់អក្រិតហ្នឹងទេភាកច្រើនយើងជាជនរងគ្រោះដែលខ្សែគ្រឿងញៀនមែនទេណាញៀននឹងមិនដឹងថាញៀនអីខ្លះទេបងអ្នកខ្លះញៀននេះញៀននោះអីថ្មមិនសូវដឹងញៀនអីខ្លះព្រោះយើងវាមិនធ្លាប់ញៀនអញ្ចឹងយើងនៅទីនេះសុទ្ធតែជាជនរងគ្រោះដែលគួរឲ្យអាណិតអញ្ចឹងយើងប្រឹងធ្វើម៉េចកែខ្លួនយើងឲ្យល្អអាណិតម្ដាយឪពុករបស់យើងអាណិតពូជពងរបស់យើង
អ្នកខ្លះម្ដាយឪពុករបស់គាត់ល្អណាស់ណាតែគាត់ផ្លាត់ខ្លួនម្ដងប្រព្រឹត្តខុសធ្វើឲ្យគ្រួសាររបស់គាត់ដែលធ្លាប់ល្អតាំងពីជីដូនជីតារបស់គាត់មកគេដឹងតែគ្រួសារកណែគ្រួសារនឹងតាំងពីជីដូនជីតារបស់គាត់មកមិនដែលគ្រួសារនឹងប្រព្រឹត្តអបាយមុខទេល្អណាស់កំពុងតែសើមិនទាន់ផុតពីមាត់ផងកូនឯងលឺសូគេដាក់ខ្នោះហើយបាទណាគេតឹមតែសើមិនទាន់ផុតពីមាត់ផងនេះតម្លៃម្ដាយឪពុករបស់យើងពេលហ្នឹងសឹងតែស្រក់ឈាមហើយយើងមកនៅទីនេះគាត់នៅផ្ទះមិនដេកស្រួលទេអារម្មណ៍ជាម្ដាយឪពុកបើមិនជឿសួរយាយតាម្ដាយឪពុកដែលជាម្ដាយជាឪពុកគេនៅខាងក្រៅបើមានកូនមកនៅទីនេះគាត់នៅផ្ទះបាយមិនឆ្ងាញ់ដេកមិនលក់បើកូនតែមួយដូចអានិយាយមិញបារម្ភពីកូនគិតពីសុខទុក្ខកូនគ្រប់ពេលវេលាទាំងអស់កូនអញនៅទីហ្នឹងតើហូបស្អែតឬមិនឆ្អែតកូនអញសុខទុក្ខយ៉ាងណាឈឺជាក្តៅរងាយ៉ាងណានៅជាមួយគាត់មើលថែរក្សាព្រឹកល្ងាចគ្រប់ពេលគ្រប់វេលាយើងគួរគិតដល់អារម្មណ៍ពួកគាត់គួរគិតដល់អារម្មណ៍គ្រួសារគួរគិតដល់កេរ្តិ៍ឈ្មោះកិត្តិយសដំបូងឡើយអាត្មាចង់បញ្ជាក់ថាឲ្យតែរៀនគិតពីខ្លួនយើងគិតពីគ្រួសារមួយសិនចុះនៅពេល